កុំស្ដាយអ្វីដែលបាត់បង់ខំប្រឹងបង្កើនចំណេះដឹងខំប្រឹងធ្វើការខំប្រឹងរកស៊ីឲ្យបានលើសអ្វីដែលបាត់បង់ទាំងនោះមកវិញចំណុចនេះអ្វីដែលចង់រំលឹកថ្ងៃនេះខ្ញុំកណាខ្ញុំមានពាក្យមួយឃ្លាដែលថាកុំស្ដាយអ្វីដែលបាត់បង់ខំប្រឹងបង្កើនចំណេះដឹងខំប្រឹងធ្វើការខំប្រឹងរកស៊ីឲ្យបានលើសអ្វីដែលបាត់បង់ទាំងនោះមកវិញចំណុចនេះអ្វីដែលចង់រំលឹកពីព្រោះជាពិសេសយើងមើលថ្មីនេះយើងអាចថាយើងជួបវិបត្តិសេដ្ឋកិច្ចយើងជួបនៅការធ្លាក់ចុះនៅការរកស៊ីហ្នឹងបាទយើងនិយាយថារកវាអត់បានរកទៅពិបាកអ្នកខ្លះខាតបង់ណាអ្នកខ្លះរហូតដល់ថាអស់លីងណាអត់មានសល់អីខ្ញុំកណាខ្ញុំលើកចំណុចនេះមកគឺថាដើម្បីជាការជួយស្មារតីវិញបាទណាជួយស្មារតីព្រោះថាបើសិនជាយើងនៅតែស្ដាយណាអ្វីដែលយើងបាត់បង់អង្គុយតែស្ដាយនៅអ្វីបាត់បង់អញ្ចឹងជុំបើយើងមានពេលចំណាយពេលណាអង្គុយស្ដាយណាគិតស្ដាយអ្វីដែលបាត់បង់ចុះមិនក៏យើងមិនយកពេលហ្នឹងខំរៀនមិនយកពេលហ្នឹងខំធ្វើមិនយកពេលហ្នឹងខំរកស៊ីមិនយកពេលហ្នឹងប្រឹងប្រែងឲ្យគ្រប់ជ្រុងជ្រោយតាំងពីរៀនក៏ខំរៀនជាងមុនធ្វើការក៏ខំប្រឹងធ្វើការជាងមុនបើថារកស៊ីក៏ខំប្រឹងជាងមុនហើយកុំប្រកាន់ខ្លួនថាយើងអ្នកធ្វើការឬក៏យើងអ្នករកស៊ីហ្នឹងព្រោះខ្ញុំកណាខ្ញុំធ្លាប់បកស្រាយពីមុនថាបើមែនតើអ្នកធ្វើការបើជាពិសេសអ្នកធ្វើការក្រុមហ៊ុនណាការពិតយើងជាអ្នករកស៊ីដែរបើយើងនិយាយខ្លីតែបើមិនរកបានអីស៊ីអញ្ចឹងអ្នកធ្វើការក៏យើងជាអ្នករកស៊ីដែរព្រោះអាជីវកម្មដែលបង្កើតឡើងមកហ្នឹងគឺត្រូវការអ្នកទៅធ្វើការអ្នកធ្វើទីផ្សារអ្នកឃ្លាំងអ្នកផលិតកម្មអ្នកសេវាកម្មអតិថិជនអ្នកគណនេយ្យហិរញ្ញវត្ថុអ្នករដ្ឋបាលធនធានមនុស្សអញ្ចឹងសិតតែធ្វើដើម្បីឲ្យអាជីវកម្មនិងមុខរបរនឹងរីកចម្រើនអញ្ចឹងគ្រាន់តែថាអូម្ចាស់ទុនម្នាក់ឬក៏2នាក់ឬក៏ប្រមាណអ្នកគាត់ដាក់លុយរកស៊ីប៉ុន្តែមែនតើអ្នកធ្វើការនឹងគឺជាអ្នករួមចំណែកខ្លាំងណាស់ដើម្បីឲ្យមុខរបរនឹងវាដំណើរការណាអញ្ចឹងនៅពេលដែលយើងខំប្រឹងធ្វើការវាស្មើនឹងយើងខំប្រឹងឲ្យអាជីវកម្មនឹងរីកចម្រើនឲ្យអាជីវកម្មនឹងរីកចម្រើនដូច្នេះអមមកបើសិនជាយើងមានការបាត់បង់ធ្លាប់រកស៊ីខ្លួនឯងបាត់បង់ប៉ុន្តែបើសិនជាយើងមានការងារធ្វើប្រឹងឲ្យខ្លាំងឲ្យមុខរបរនឹងរីកចម្រើនហើយអមថាយើងជាអ្នកធ្វើការយើងមិនដែលបានទៅប្រឡូកក្នុងរកស៊ីអីទេប៉ុន្តែពីមុនយើងធ្វើការទៅវាមិនជោគជ័យបាទវាជួបបរាជ័យយើងក៏វាបាត់បង់ការងារធ្វើអប្រាក់សន្សំនឹងក៏ចាយអស់តែនៅពេលនេះគឺជាពេលវេលាមួយដែលថាមើលម្ដងនេះខំមកណាណីមើលកុំឲ្យគេថាយើងនោះចោលមកទៀតមើលធ្វើឲ្យវាខ្លាំងព្រោះជួនកាលអាមេរៀនឈឺចាប់ដែលវាបានកើតឡើងចំពោះយើងនោះវាធ្វើឲ្យយើងខំប្រឹងហ្នឹងហើយធ្វើខ្លាំងជាងមុនហើយអត់ហត់ទេកាលតែយើងមិនទាន់ធ្លាប់ឈឺចាប់ដូចមុនខំប៉ុណ្ណឹងមានអារម្មណ៍ថាហត់តែបើយើងធ្លាប់ឈឺចាប់ខំប៉ុណ្ណឹងអត់ហត់ហ្នឹងពួកយើងចង់ជំនះអាការឈឺចាប់ហ្នឹងណាបាទយើងចង់ជំនះអាភាពខ្សោយហ្នឹងយើងចង់ជំនះអាការលំបាកហ្នឹងអញ្ចឹងយើងមិនតាំងចិត្តអញ្ចឹងឡើយហើយខ្ញុំជឿថាបើយើងតាំងចិត្តអញ្ចឹងបានយើងនឹងបានអ្វីដែលយើងគិតថាមិននឹកថាបានដល់ម្លឹងមិននឹកថាមានថ្ងៃហ្នឹងបាទស្មានមិនដល់ថាខ្ញុំអាចទទួលបានអ្វីច្រើនដល់ម្លឹងអញ្ចឹងឲ្យតែយើងខិតខំប្រឹងប្រែងគឺយើងនឹងបាទទទួលបានអ្វីដែលលើសពីការរំពឹងទុកដោយពាក្យមួយគេថាបើអ្នកខំធ្វើការលើសពីអ្វីដែលអ្នកទទួលបានមានន័យថាសម្ដៅលើប្រាក់ខែថ្ងៃក្រោយអ្នកនឹងទទួលបានប្រាក់ខែលើសពីអ្វីដែលអ្នកខំធ្វើពីព្រោះការខំធ្វើថ្ងៃនេះគឺជាការវិនិយោគទុកថ្ងៃអនាគតទុកនៅថ្ងៃអនាគតពីព្រោះពេលដែលយើងខំប្រឹងធ្វើខំប្រឹងរៀនយើងមានចំណេះដឹងច្រើនយើងមានបទពិសោធន៍ច្រើនអញ្ចឹងថ្ងៃក្រោយយើងខ្លាយទៅជាអ្នកដឹកនាំអញ្ចឹងពេលនោះយើងមិនចាំបាច់ប្រឹងពិបាកខ្លាំងខាងផ្លូវកាយបាទហើយយើងធ្វើកិច្ចការអីចំណេញពេលព្រោះគំនិតយើងច្រើនប្រាជ្ញាយើងមុតស្រួចបទពិសោធន៍យើងបរិបូរពេញលេញណា
miên bắt bị sọt trơn lọ trơn chẳng cứ bên nó dưng chùm nanh pê mẹn tẹt sầm rách chất còn lươn thưa còn trâu ban pho còn trơn chân trong cái nào trong vô thay chụp nói những khăn nè chân ao bong ôn là tha bạt bong hơi com o sần khum nên này ao tập prăng riêng prăng phơ prăng rọc xi hay thưa rương lo nè thưa rương ở đi chậm rãi cứ dừng và cắt chia miền ở các đường ban đi chậm rãi hơi ban chởn chiếng ở đây để dừng bạt bong chân trong cái nào trong sông sần khai và kiên chun hay đang chuẩn bị chun tại bên này sông o và cột đường o côn hay sông và kiên po ở chu bờ tè tại thì cái sọc thì cái chậm rãi sông cặp phai một cung liền sông chuẩn bị liền